ទាំងអស់នេះគឺជាកម្រងអនុស្សាវរីយ៍ខ្ញុំជាមួយគ្រួសារមានដំណើរកំសាន្តទៅកាន់កោះរងសន្លឹមយើងធ្វើដំណើរទៅគេនៅវិស័យហនុមួយយប់ស្អែករសៀលម៉ោង3យើងបន្តដំណើរដោយជិះទូកដាក់អីវ៉ាន់ទៅកាន់កោះរងសន្លឹមដែលមានតម្លៃត្រឹមតែម្នាក់$5ប៉ុន្តែយើងត្រូវចំណាយពេល2ទៅ3ម៉ោងដើម្បីទៅដល់កោះរងសន្លឹមនៅតាមផ្លូវយើងបានគយគន់ធម្មជាតិដ៏សែនស្អាតទៅដល់បឹងកាឡូដែលយើងកេងរៀងរសៀលដែរហើយក្រុមគ្រួសារខ្ញុំគាត់ក៏ហត់ចឹងយើងនាំគ្នាញ៉ាំអាហារពេលល្ងាចជុំគ្នាងុយទឹកលេងហើយយើងសម្រាកនៅតាមបន្ទប់រៀងខ្លួនព្រឹកបន្ទាប់យើងញ៉ាំអាហារពេលព្រឹកហើយអង្គុយ enjoy ជាមួយនឹងធម្មជាតិរួចហើយយើងក៏រៀបចំម្ហូបអាហារចំណីមានគ្រឿងសមុទ្រមានភេសជ្ជៈហើយធ្វើដំណើរបន្តទៅស្ទួយត្រីយាយតានិងចេកម៉ែខ្ញុំក៏ទៅលេងសមុទ្រប៉ុន្តែគាត់អត់ដែលធ្លាប់ជិះទូកត្រីនៅសមុទ្របែបហ្នឹងទេអញ្ចឹងគាត់អត់ជឿថាគេស្ទួយត្រីនៅសមុទ្របានញ៉ាំអ៊ីនឹងពូរបស់ខ្ញុំក៏ធ្លាប់រស់នៅនិងធ្វើការនៅលើកោះនេះអញ្ចឹងគាត់ស្គាល់កន្លែងណាដែលសម្បូរត្រីច្រើនមាន view ស្អាតហើយនឹងស្គាល់ម្ចាស់ទូកដែលគាត់រួសរាយរាក់មានចិត្តល្អហើយជូនយើងទៅកន្លែងណាដែលយើងចង់ទៅបងខាងទូកគាត់ក៏ចាប់ផ្ដើមរៀបចំនុយរៀបចំសន្ទូចដើម្បីត្រៀមឲ្យពួកយើងស្ទួយត្រីរីឯពួកយើងវិញក៏អង្គុយគយគន់ធម្មជាតិនិយាយពីនេះពីនោះផ្អាប់គ្នាគ្រប់បែបយ៉ាងបាទសភាតារាទីបាទតែមានអារម្មណ៍មិនដែរពេលដល់ស្ទួយគាត់យើងសប្បាយខ្លាំងណាស់សប្បាយត្រង់ណាស់មិនទាន់បានស្ទួយផងសប្បាយតែបាយមុខសប្បាយមុនណានេះម៉ែកូនគេម៉ែកូនស្ដាយដែរដែលទ្រីបលើកនេះបងអូនស្រីពៅរបស់យើងអាចបានមកជាមួយដោយសារគាត់ជាប់រវល់ប្រឡងឆមាសកន្លែងនៃពូម្ចាស់ទុកជូនយើងទៅគឺសបូរត្រីមែនតើយើងស្ទួយបានត្រីយ៉ាងច្រើនហើយខ្ញុំនេះក៏បានមួយគេដែរហើយត្រីរបស់ខ្ញុំគឺធំជាងគេនៅក្នុងរូបបងប្អូនមើលឃើញទួយតែខាងក្រៅគឺធំមែនតើវិញធំតែទៅវិញតែនឹងដៃយើងទៀតដែរនេះដាច់ស្ទួយដាក់ទូចចាប់ដើមស្ទួយមិនទាន់ដល់20នាទីផងយើងក៏បានត្រីសម្រាប់អាំងញ៉ាំម្ដងហើយមិនទាន់ឆ្អិនស្រួលបួរផងប្តីរបស់ខ្ញុំនឹងគិតកញ្ចុះមកញ៉ាំមុនគេគាត់ជាមនុស្សដែលចូលចិត្តញ៉ាំត្រីខ្លាំងមែនទែនត្រី1គីឡូម្នាក់ឯងគេញ៉ាំអត់ដែរតែមុនគាត់ញ៉ាំគាត់ក៏បានបញ្ចុកញ៉ាំមុនគេដែរហើយឃើញពូខ្ញុំគាត់អង្គុយញឹកភ្នែកហ្នឹងដោយសារគាត់ថាថ្ងៃនេះគាត់ស្ទួយអត់បានអញ្ចឹងគាត់អត់ញ៉ាំទេតែគាត់ឃើញគេញ៉ាំទៅនងពេកគាត់ចង់ញ៉ាំគេដែរយើងអង្គុយញ៉ាំលេងមិនដើរស្ទួយមិនដើរម៉ាក់របស់ខ្ញុំស្ទួយអត់បានគាត់ក៏ដេកចាំស្ទួយប្អូននិងតារបស់ខ្ញុំគាត់ញ៉ាំបន្តិចបន្តួចហើយគាត់មានអារម្មណ៍ថាស្រួលខ្លួនគាត់ក៏មកសម្រាកបន្ទាប់ពីសម្រាកបានបន្តិចយើងក៏បន្តដំណើរទៅមួយកន្លែងទៀតគឺទៅមើល snorkeling ដល់ទីតាំងពូម្ចាស់ទូកគាត់បានប្រាប់ឲ្យយើងពីអាពងដើម្បីចុះទៅមើលការថ្មនិងត្រីហើយយាយរបស់ខ្ញុំគាត់អត់ព្រមចង់គេទេដោយសារគាត់ខឹងចិត្តខ្លួនគាត់ដែលគាត់បកកាយស្ទួយត្រីដែរតែមកលើកនេះស្ទួយត្រីអត់បានចឹងគាត់និយាយលេងតែគាត់អត់ញ៉ាំហើយគាត់អត់ងុយទៅក្រោយមកគាត់ក៏ស្ទួយបានបន្តបងម្ចាស់ទូកគាត់ក៏បាននាំយើងទៅរកកម្ពុជាសមុទ្រដើម្បីញ៉ាំហើយរងចាំតយប់ដើម្បីមើលប្លង់តង់ទៅត្រឡប់មកកន្លែងគេងវិញបន្ទាប់ពីយើងងុយទឹកសម្រាប់ហើយយើងក៏បានមកអង្គុយលេងមុតឆ្នេរដើម្បីមើលការសម្ដែងសៀករបស់ក្រុមបងហើយមានភ្ញៀវចូលរួមជាច្រើនអបអរសាទរការសម្ដែងរបស់គាត់ហើយយើងក៏បានកំងម្ហូបខ្លះសម្រាប់អង្គុយញ៉ាំលេងនៅមាត់ឆ្នេរក្រុមគ្រួសាររបស់ខ្ញុំចំណាយពេលមួយថ្ងៃពេញដើម្បីស្ទួយត្រីមើលទៅពួកគាត់ដូចចិត្តសឹងមានកម្លាំងទេចឹងយើងចូលគេងរៀងលឿនព្រឹកថ្ងៃទី2នៃកោះរងសន្លឹមមុននឹងយើងត្រឡប់មកវិញយើងក៏បាននាំគ្នាជួបខួតបាយជិះលេងតាមព្រៃនិងតាមឆ្នេរមើលទៅពួកគាត់សប្បាយមែនទែនក៏ប៉ុន្តែអាកាសធាតុថ្ងៃនឹងពិតជាក្តៅមែនទែនហើយបន្ទាប់ពីយើងជិះបាន1ម៉ោងកន្លះហើយយើងក៏នាំគ្នារៀបចំអីវ៉ាន់ហើយជិះអូបដើម្បីត្រឡប់មកវិញខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំមានឱកាសជូនពួកគាត់ទៅដើរលេងនៅកន្លែងថ្មីដល់ផែហើយយើងក៏ចាំឡានដើម្បីទៅរកកន្លែងគេងនៅពិសេសអនុមួយយប់មុននឹងយើងត្រឡប់មកសៀមរាបវិញហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការមើលបាយបាយ